ងទី1លេងបាងកកប៉ុណ្ណឹងសិនតង់ទី2តង់ទី3លេងហើយឲ្យខ្លាំងជាងនឹងទៀតអាចោសៀមនេះប្រហែលជាបណ្ដាសាដូនតាខ្មែរហើយតបស្នងទៅកាន់ប្រទេសចោសៀមវិញក្រោយពីការឈ្លានពានទឹកដីខ្មែរឥតឈប់ឥតឈរគិតមកទល់ថ្ងៃទី25ខែកញ្ញានេះទីក្រុងបាងកកប្រទេសថៃកំពុងតែជួបគ្រោះស្រេចដីយ៉ាងខ្លាំងដោយមានទំហំ30ម៉ែត្រ4ជ្រុងនិងជម្រៅរហូតដល់50ម៉ែត្របាទគឺជ្រៅខ្លាំងមែនតើបងប្អូនបើយើងគិតពីមុនមកប្រទេសសៀមក៏ជួបគ្រោះរំជួយដីទឹកជំនន់និងខ្យល់ព្យុះផងដែរបាទតែប្រទេសមួយនេះបាទមិនដែលកាត់ឡើងទាត់តែសោះបាទក្រឡេកមកមើលទឹកដីសវណ្ណភូមិរបស់យើងវិញទឹកដីអង្គរបងប្អូនគឺជួបតែសេចក្តីសុខក្សេមក្សាន្តបាទកុំតែពួកអាចោសៀមវិឆ្លៀនពានទឹកដីខ្មែរទេបាទកុំអីមិនដឹងជាប្រទេសយើងបាទសុខសប្បាយយ៉ាងណាទេបងប្អូនបាទខែភ្ជុំខែទៀនចូលឆ្នាំអីចឹងណាបាទបងប្អូនយើងជួបគ្នាសប្បាយណាបាទដូចពាក្យបងប្អូនខ្មែរយើងតែនិយាយថាឲ្យតែនៅប្រទេសខ្មែរបាទឲ្យតែមកដឹងថាសប្បាយហើយប្រទេសយើងតែប៉ែតែសប្បាយនេះជាពាក្យលេងសើចប៉ុន្តែវាគឺជាពាក្យពិតបងប្អូនបាទបរទេសគេចូលចិត្តណាបាទបរទេសគេចូលចិត្តណា